ឥឡូវយើងមកស្វែងយល់ក៏ដូចជាមករៀនអំពីទ្រឹស្ដីលទ្ធិប្រជាធិបតេយ្យអញ្ចឹងមានបងប្អូនមួយចំនួនគាត់អត់ទាន់យល់ថាអ្វីជាប្រជាធិបតេយ្យអ្វីជាលទ្ធិប្រជាធិបតេយ្យតើប្រទេសណាខ្លះដែលកាន់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជារបស់យើងគឺជាប្រទេសមួយដែលកាន់លទ្ធិប្រជាធិបតេយ្យដែរតោះអញ្ចឹងយើងទៅស្វែងយល់ក៏ដូចជាសិក្សាថាតើដូចម្ដេចដែលហៅថាប្រជាធិបតេយ្យអញ្ចឹងយើងមើលនិយមន័យតិចទៅនិយមន័យប្រជាធិបតេយ្យគឺជាពាក្យដែលផ្គុំមកពីពាក្យថាប្រជាហ្នឹងហើយដែលប្រែថារាជទូទៅនិងពាក្យធិបតេយ្យប្រែថាអំណាចជាធំហ្នឹងហើយអញ្ចឹងពាក្យប្រជាធិបតេយ្យគឺជាពាក្យដែលផ្គុំឡើងមកពីពាក្យថាប្រជាហ្នឹងហើយពាក្យប្រជាហ្នឹងដែលប្រែថារាជទូទៅនិងពាក្យធិបតេយ្យប្រែថាអំណាចជាធំហ្នឹងហើយពាក្យធិបតេយ្យនេះប្រែថាអំណាចជាធំអញ្ចឹងពាក្យពីរហ្នឹងបូករួមគ្នាគឺប្រជាធិបតេយ្យមានន័យថានេះយើងមើលខាងក្រោមនេះពាក្យទាំងពីរម៉ាត់នេះផ្សំគ្នាទៅបានជាពាក្យថាប្រជាធិបតេយ្យដែលមានន័យថារាជមានអំណាចជាធំហ្នឹងហើយអញ្ចឹងរាជឬមួយក៏ប្រជាជនឬមួយក៏ប្រជានុរាស្ត្រហ្នឹងហើយដែលយើងហៅតាមនិយមហៅណាអញ្ចឹងអំណាចទាំងអស់គឺស្ថិតនៅលើរាស្ត្រអ្នកសម្រេចចិត្តដោយការបោះឆ្នោតអញ្ចឹងហ្នឹងហើយរាស្ត្រជាអ្នកបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីអីចឹងទៅចំណុចមួយទៀតគឺនេះសឲ្យឃើញថាអំណាចរបស់រាស្ត្រគឺជាអំណាចជាធំមួយដែលខ្លួនមានសិទ្ធិជាម្ចាស់វាសនាលើខ្លួនឯងគឺអំណាចអធិបតេយ្យហ្នឹងចំណុចមួយទៀតអំណាចរបស់រាស្ត្រត្រូវបានប្រគល់ឲ្យអ្នកតំណាងរបស់ខ្លួនតាមរយៈការបោះឆ្នោតដោយផ្ទាល់និងមិនផ្ទាល់ណាអញ្ចឹងប្រទេសណាដែលមានការបោះឆ្នោតប្រទេសនោះឯងត្រូវបានដឹកនាំហ្នឹងហើយអ្នកដែលគេបោះឆ្នោតឲ្យអ្នកដែលប្រជារាស្ត្របោះឆ្នោតឲ្យអ្នកនោះត្រូវដឹកនាំប្រទេសឬក៏ដឹកនាំជារាស្ត្រនៅក្នុងប្រទេសរបស់ខ្លួនហ្នឹងឯងយើងមើលគោលការណ៍3សំខាន់នៃលទ្ធិប្រជាធិបតេយ្យអញ្ចឹងគោលការណ៍3សំខាន់នៃលទ្ធិប្រជាធិបតេយ្យគឺត្រូវតែមានសេរីភាពមានសមត្ថភាពនិងយុត្តិធម៌អញ្ចឹងប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យគឺត្រូវតែមានសេរីភាពហ្នឹងហើយមានសេរីភាពហើយអ្នកដឹកនាំប្រទេសហ្នឹងឯងឬមួយក៏ធនធានមនុស្សនៅក្នុងប្រទេសហ្នឹងមិនថាអ្នកដឹកនាំក្តីមិនថាប្រជារាស្ត្រក្តីគឺសុទ្ធតែទទួលបាននៅសមត្ថភាពទទួលបាននៅការអប់រំទទួលបាននៅចំណេះវិជ្ជាចំណេះដឹងផ្សេងៗអញ្ចឹងទៅហើយបូកផ្សំនឹងយុត្តិធម៌មួយទៀតហ្នឹងហើយប្រទេសហ្នឹងគឺត្រូវតែមានយុត្តិធម៌តែម្ដងអញ្ចឹង3សំខាន់គឺសេរីភាពសមត្ថភាពនិងយុត្តិធម៌ហ្នឹងហើយនេះជាគោលការណ៍3សំខាន់នៃលទ្ធិប្រជាធិបតេយ្យអញ្ចឹងនេះគឺសង្ខេបខ្លីតែប៉ុណ្ណឹងហើយសម្រាប់វីដេអូក្រោយនឹងនិយាយអំពីទស្សនវិទូផ្នែកគំនិតគោលនយោបាយផ្សេងហ្នឹងហើយបើស្រឡាញ់ចូលចិត្តវីដេអូនេះសូមជួយ Subscribe ម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូក្រោយអរគុណ